នេះគឺជាតំបន់មជ្ឈិមបូព៌ានៅក្នុងតំបន់នេះមានពោរពេញទៅដោយប្រវត្តិសាស្ត្រដ៏ស្មុគស្មាញសង្គ្រាមជាបន្តបន្ទាប់ចំនួននយោបាយនិងការប្រគល់ប្រជាអំណាចរវាងមហាអំណាចយ៉ាងសស្រាក់ស្រាំនៅពេលដែលគេនិយាយមកដល់តំបន់មជ្ឈិមបូព៌ាគេមិនអាចរំលងនៅជនជាតិភាគតិចមួយដែលមានឥទ្ធិពលខ្លាំងនៅក្នុងតំបន់ហើយថែមទាំងបានលូកដៃកកកកាយយ៉ាងសកម្មផងដែរនៅក្នុងចំនួននិងសង្គ្រាមនានាដែលបានកើតមានឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ានោះគឺជនជាតិខឺតជនជាតិខឺតគឺជាជនជាតិភាគតិចដ៏ធំបំផុតមួយរបស់ពិភពលោកដែលមានចន្លោះពី30ទៅ40លាននាក់ដោយពួកគេរស់នៅបន្តបន្ទាប់គ្នានៅក្នុងតំបន់ដែលគេហៅថា Kurdistan ស្ថិតនៅម្ដុំប្រទេសអ៊ីរ៉ាក់អ៊ីរ៉ង់ស៊ីរីនិងទូគីសប្តាហ៍ថ្ងៃមានពាក្យស្លោកមួយឃ្លារបស់ជនជាតិខឺតមួយបានលើកឡើងថា No friends but mountain ពាក្យមួយឃ្លានេះវាបានបង្ហាញពីអារម្មណ៍ប្រវត្តិសាស្ត្រដ៏ជ្រាលជ្រៅនៃការក្បត់និងភាពឯកោនៅក្នុងប្រវត្តិសាស្ត្រខឺតដែលត្រូវបានមហាអំណាចបោះបង់ពួកគេម្ដងហើយម្ដងទៀតហើយមិត្តភ័ក្តិដ៏ស្មោះត្រង់របស់ពួកគេគឺមានតែប្រៃព្រំតែប៉ុណ្ណោះដែលអាចជួយការពារពួកគេពីសត្រូវនានាបាននិយាយអំពីប្រវត្តិសាស្ត្ររបស់ជនជាតិខឺតគឺមិនសូវមានអ្នកស្គាល់ប្រមាណទេក៏ប៉ុន្តែដូនតារបស់ពួកគេត្រូវបានគេជឿថាបានរស់នៅតាមតំបន់ភ្នំ Zagros និង Taurus អស់ជាច្រើនពាន់ឆ្នាំណាស់មកហើយបើទោះបីជាមានប្រវត្តិសាស្ត្រយូរអង្វែងបែបនេះក៏ដោយក៏ជនជាតិខឺតមិនដែលមានរដ្ឋឯករាជ្យជារបស់ខ្លួនឯងឡើយហើយតែងតែស្ថិតក្រោមការគ្រប់គ្រងដោយចក្រភពធំៗដូចជាចក្រភព Achaemenid, Parthian, Sasanian និងចុងក្រោយគឺចក្រភព Ottomanបើយើងសម្លឹងទៅមើលផែនទីដែលបានគូសឡើងដោយជនជាតិអង់គ្លេសនៅក្នុងឆ្នាំ1912នោះយើងនឹងបានឃើញតំបន់មួយដែលមានឈ្មោះថា Kurdistan ដែលជាកន្លែងដែលជនជាតិខឺតរស់នៅនិងដែលស្ថិតក្រោមការគ្រប់គ្រងរបស់ចក្រភពអូតូម៉ង់នៅចុងបញ្ចប់នៃសង្គ្រាមលោកលើកទី1មហាអំណាចនៅអឺរ៉ុបបានចាប់ដៃគ្នាកម្ចាត់ចក្រភពអូតូម៉ង់និងបានដណ្ដើមកាន់កាប់ដែនដីនៃអាណាចក្រនេះតាមរយៈសន្ធិសញ្ញា Sevres ឆ្នាំ1920និងបាននាំឲ្យមានការរំលាយនៅចក្រភពអូតូម៉ង់ជាផ្លូវការនិងស្នើឲ្យមានការបង្កើតរដ្ឋខឺតស្វ័យចិត្តមួយឡើងក៏ប៉ុន្តែមេដឹកនាំថ្មីរបស់ប្រទេសទូគីបានបដិសេធនៅសន្ធិសញ្ញានេះព្រោះថាលោកមិនចង់ឲ្យមានការបាត់បង់ទឹកដីណាមួយទៅដល់ជនជាតិខឺតឡើយជាថ្នូរមកវិញវាត្រូវបានជំនួសនៅសន្ធិសញ្ញាថ្មីមួយទៀតនោះគឺសន្ធិសញ្ញាឡូសានឆ្នាំ1923ដែលបានចរចាជាមួយនឹងរដ្ឋាភិបាលទូគីថ្មីដែលបានលុបចោលរាល់ឯកសារណាៗទាំងអស់ដែលជាពាក់ព័ន្ធទៅនឹងទឹកដីកំណើតរបស់ជនជាតិខឺតជាមួយនឹងការកំណត់ព្រំដែនទាំងនេះមហាអំណាចនៅអឺរ៉ុបបានគូសបែងចែកដែនដីនៅមជ្ឈិមបូព៌ាដោយបានបំបែកតំបន់កំណើតរបស់ជនជាតិខឺតទៅជាចំណែកចាប់តាំងពីពេលនោះមកជនជាតិខឺតដែលធ្លាប់តែរស់នៅក្នុងចក្រភពអូតូម៉ង់ក៏ត្រូវបានបំបែកទៅរស់នៅក្នុងប្រទេសថ្មីចំនួន4គឺអ៊ីរ៉ាក់អ៊ីរ៉ង់ស៊ីរីនិងទូគីហើយពួកគេទៅរស់ក្រោមការគ្រប់គ្រងដោយរដ្ឋាភិបាលនីមួយៗដែលមានគោលនយោបាយនិងវិធីសាស្ត្រផ្សេងៗគ្នាជាមួយសតវត្សរ៍ក្រោយការដួលរំលំទៅនៃចក្រភពអូតូម៉ង់ជនជាតិខឺតនៅតែបន្តស្វែងរកការទទួលស្គាល់សិទ្ធិនយោបាយស្វ័យភាពនិងឯករាជ្យភាពទៅតាមវិធីសាស្ត្ររៀងៗខ្លួននៅក្នុងអំឡុងពេលនោះពួកគេបានជួបប្រទះនឹងការធ្វើទុកបុកម្នេញនិងការព្យាយាមលុបបំបាត់អត្តសញ្ញាណរបស់ពួកគេពីសំណាក់រដ្ឋាភិបាលនៅក្នុងប្រទេសទាំង4ដែលពួកគេកំពុងតែរស់នៅនេះផងដែរហើយបើទោះបីជាជនជាតិរបស់ពួកគេត្រូវបានពូកខណ្ឌដោយប្រទេសទាំងអស់នេះក៏ដោយក៏ពួកគេមិនដែលបោះបង់គំនិតក្នុងការទាមទារឬបំរាស់ស្វែងរកស្វ័យភាពឬក៏អាចឈានទៅរកការប្រកាសបង្កើតប្រទេសឯករាជ្យបានដោយខ្លួនឯងឡើយនេះវាលើសពីការរចនាធម្មតាវាជាប្រវត្តិសាស្ត្រដ៏រុងរឿងរបស់ខ្មែរដែលអាចពាក់ចិត្តនឹងខ្លួននិងដាក់បង្ហាញនៅលើជញ្ជាំងបានគ្រប់ទីកន្លែងនេះជាផែនទីអាណាចក្រខ្មែរជាការរំលឹកដល់ខ្មែរគ្រប់ជំនាន់ដោយមោទនភាពនៃមរតកវប្បធម៌អរិយធម៌និងសមិទ្ធផលដ៏មហាអស្ចារ្យរបស់បុព្វបុរសខ្មែរយើងមិនថាបងប្អូនពាក់វានៅលើដងខ្លួនឬបង្ហាញនៅលើជញ្ជាំងនោះទេផែនទីនេះវាបានប្រាប់យើងនៅរឿងពិតមួយគឺថាបុព្វបុរសខ្មែរយើងកាលពីជំនាន់នោះគឺខ្លាំងក្លារឹងមាំនិងមានភាពសាមគ្គីគ្នាខ្លាំងណាស់ទើបអាចកសាងអាណាចក្រដ៏មហាអស្ចារ្យនេះបានឡើងពាក្យនៅលើដងខ្លួនបង្ហាញនៅលើជញ្ជាំងគឺជាភាពជឿជាក់និងមោទនភាពជាទីបំផុតក្នុងឈាមអ្នកកសាងអង្គរសម្រាប់បងប្អូនដែលចាប់អារម្មណ៍ចង់បានអាវអាណាចក្រខ្មែរនិងរូបផែនទីអាណាចក្រខ្មែរបងប្អូនអាចខមមិននៅក្រោមវីដេអូនេះឬទំនាក់ទំនងមកលេខ Telegram នេះបានជនជាតិខឺតនៅក្នុងប្រទេសអ៊ីរ៉ង់មានអារម្មណ៍ថាពួកគេកំពុងតែស្ថិតក្រោមសម្ពាធយ៉ាងខ្លាំងពីរដ្ឋាភិបាលអ៊ីរ៉ង់ពួកគេបានជួបប្រទះនឹងការធ្វើទុកបុកម្នេញជាច្រើនលើកជាច្រើនសារជាពិសេសពីសំណាក់អាជ្ញាធរដែលកាន់សាសនាអ៊ីស្លាមនិកាយស៊ីអ៊ីតគួរបញ្ជាក់ផងដែរថាជនជាតិខឺតភាគច្រើនកាន់សាសនាអ៊ីស្លាមនិកាយស៊ុយនីដែលខុសពីនិកាយស៊ីអ៊ីតដែលគ្រប់គ្រងនៅអ៊ីរ៉ង់ ន
បន្ទាប់ពីសង្គ្រាមលោកលើកទី2ជនជាតិខឺតនៅអារ៉ង់បានប្រកាសបង្កើតរដ្ឋឯករាជ្យមួយដែលមានឈ្មោះថាសាធារណរដ្ឋមហាបាទដោយមានការគ្រប់គ្រងពីសហភាពសូវៀតរដ្ឋមួយនេះមានមូលដ្ឋាននៅជុំវិញទីក្រុងមហាបាទដែលមានជនជាតិខឺតរស់នៅភាគច្រើននៅភាគពាយ័ព្យនៃប្រទេសអ៊ីរ៉ង់បើទោះបីជាយ៉ាងនេះក្តីរដ្ឋថ្មីមួយនេះគឺមានអាយុខ្លីតែប៉ុណ្ណោះបន្ទាប់ពីសហភាពសូវៀតបានដកកងទ័ពចេញទៅនៅខែធ្នូឆ្នាំ1946អ៊ីរ៉ង់បានជួបកាន់កាប់ទីក្រុងមហាបាទវិញការដកកងទ័ពនេះគឺបានកើតឡើងក្រោមសម្ពាធពីសហរដ្ឋអាមេរិកហើយរដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ង់ដែលមានទំនាក់ទំនងជាមួយនឹងសហរដ្ឋអាមេរិកអង់គ្លេសក៏បានចូលទៅបង្ក្រាបយ៉ាងខ្លាំងទៅលើចលនាខឺតនិងបានបញ្ចប់រដ្ឋថ្មីមួយនេះជាស្ថាពរបន្ទាប់មួយទៀតក្រោយពេលដែលរបបរាជានិយមត្រូវបានផ្ដួលរំលំនិងបានជំនួសដោយមេដឹកនាំសាសនាថ្មីនៅអ៊ីរ៉ង់ជនជាតិខឺតក៏ត្រូវបានរដ្ឋាភិបាលថ្មីធ្វើទុកបុកម្នេញម្ដងទៀតនៅក្នុងឆ្នាំ1979ដែលនាំឲ្យមានការសម្លាប់ជនជាតិខឺតចំនួន200នាក់និងការចាប់ខ្លួនមនុស្ស2000នាក់ផ្សេងទៀតឥឡូវនេះយើងមកបំបែអារម្មណ៍មើលពីចលនាខឺតនៅអ៊ីរ៉ាក់វិញម្ដងជនជាតិខឺតតែងតែធ្វើការបោះបោរប្រដាប់អាវុធនៅក្នុងប្រទេសអ៊ីរ៉ាក់ជាហូរហែនៅក្នុងឆ្នាំ1931 32និងឆ្នាំ1944និង45ចូលមកដល់ទសវត្សរ៍ឆ្នាំ1960និង70ចលនាតស៊ូដណ្ដើមយកស្វ័យភាពក៏បានផ្ទុះឡើងជាខ្លាំងហើយដោយសារមិនអាចយកឈ្នះលើកងកម្លាំងខឺតបានទីក្រុងបាក់ដាតក៏បានងាកទៅរកការចរចាជាមួយនឹងពួកខឺតនៅចុងទសវត្សរ៍ឆ្នាំ1960ចូលមកដល់ឆ្នាំ1970ភាគីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្វ័យភាពអ៊ីរ៉ាក់ខឺតដែលផ្ដល់សិទ្ធិស្វ័យភាពនិងអំណាចមួយចំនួនទៅដល់ជនជាតិខឺតបើទោះបីជាយ៉ាងណាក៏ដោយកិច្ចព្រមព្រៀងមួយនេះគឺមិនត្រូវបានអនុវត្តពេញលេញឡើយដោយរដ្ឋបាលអ៊ីរ៉ាក់បន្ទាប់ពីជនជាតិខឺតបានគ្រប់គ្រងអ៊ីរ៉ង់នៅក្នុងសង្គ្រាមអ៊ីរ៉ាក់អារ៉ង់មេដឹកនាំសាដាមហ៊ូសេនបានធ្វើការសងសឹកយ៉ាងសាហាវឃោរឃៅហើយនៅក្នុងឆ្នាំ1983កងទ័ពអ៊ីរ៉ាក់បានចាប់គង្រត់និងបានសម្លាប់បរិសុទ្ធខឺតប្រមាណជា5000ទៅ8000នាក់ក្រោយមួយទៀតនៅថ្ងៃទី16ខែមីនាឆ្នាំ1988កងទ័ពអ៊ីរ៉ាក់បានប្រើប្រាស់អាវុធគីមីវាយប្រហារទៅលើទីក្រុងហាឡាប់ចាដែលជាតំបន់ដែលជនជាតិខឺតរស់នៅការវាយប្រហារនេះវាបានបណ្ដាលឲ្យជនជាតិខឺតស្លាប់អស់ប្រមាណជា50000នាក់និងបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលើសហគមន៍អន្តរជាតិនិយាយអំពីជនជាតិខឺតនៅក្នុងប្រទេសសេរីវិញម្ដងជនជាតិខឺតមានចំនួនប្រហែលជា 10% នៃចំនួនប្រជាជនសរុបនៅក្នុងឆ្នាំ1962រដ្ឋាភិបាលសេរីបានធ្វើជំរឿនពិសេសមួយដែលបានដកហូតសញ្ជាតិសេរីពីជនជាតិខឺតប្រមាណជា120,000នាក់ដែលវាស្មើទៅនឹង 20% នៃប្រជាជនខឺតសេរីនៅពេលនោះបន្ទាប់ពីនោះមកបុគ្គលណាដែលត្រូវបានដកហូតសញ្ជាតិសេរីត្រូវបានរដ្ឋាភិបាលចាត់ទុកថាជាជនបរទេសហើយចាប់តាំងពីពេលនោះមកអ្នកដែលកាន់អត្តសញ្ញាណប័ណ្ណពណ៌ក្រហមនឹងត្រូវបានផ្ដល់សិទ្ធិមានកំណត់នៅក្នុងប្រទេសជនជាតិខឺតដែលកើតនៅក្នុងប្រទេសសេរីដែលមានអត្តសញ្ញាណប័ណ្ណជនបរទេសប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងក្នុងការរស់នៅប្រចាំថ្ងៃរបស់ពួកគេមិនអាចមានកម្មសិទ្ធិលើដីធ្លីលំនៅឋានអាជីវកម្មការធ្វើការងារនៅក្នុងស្ថាប័នរដ្ឋហើយពួកគេមិនអាចមានសិទ្ធិទទួលបានប្រាក់ឧបត្ថម្ភសង្គមឬការព្យាបាលនៅមន្ទីរពេទ្យសាធារណៈនោះទេនិយាយដល់ខ្លីទៅគឺពួកគេសឹងតែគ្មានសិទ្ធិសេរីភាពអ្វីទាំងអស់ពលគឺរដ្ឋាភិបាលសេរីបានព្យាយាមលុបបំបាត់ជនជាតិខឺតតាមតែអាចធ្វើទៅបានអូខេឥឡូវនេះយើងទៅមើលជនជាតិខឺតនៅក្នុងប្រទេសទូគីបន្តិចសិននៅក្នុងប្រទេសទូគីមានជនជាតិខឺតចំនួន 1/5 នៃចំនួនប្រជាជនសរុបពលគឺមានចំនួនច្រើនជាងគេបង្អស់នៅក្នុងមជ្ឈមបូព៌ាជនជាតិខឺតដែលរស់នៅក្នុងប្រទេសទូគីក៏មិនទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលផងដែរដោយរដ្ឋាភិបាលទូគីបានព្យាយាមដកហូតអត្តសញ្ញាណជនជាតិខឺតដោយកំណត់ថាពួកគេជា Montenegroរដ្ឋាភិបាលទូគីបានហាមឃាត់ភាសាខឺតការស្លៀកពាក់សម្លៀកបំពាក់បែបខឺតឬក៏មិនអនុញ្ញាតឲ្យពួកគេមករស់នៅក្បែរទីក្រុងរដ្ឋបាលសំខាន់ៗជាដើមបន្ថែមពីការដាក់កំហិតនេះរដ្ឋាភិបាលទូគីបានបង្ក្រាបចលនានយោបាយរបស់ជនជាតិខឺតនៅក្នុងខេត្តភាគខាងកើតនៃប្រទេសដោយសារតែការរស់នៅរងពោរពេញទៅដោយសម្ពាធបែបនេះហើយវាបានធ្វើឲ្យជនជាតិខឺតខ្លះបានក្រក់ឈរវិប្រឆាំងតបមកវិញដោយជាក់ស្ដែងនៅក្នុងឆ្នាំ1978ពួកខឺតបានបង្កើតគណៈបកកម្មករខឺឌីស្ថានឬដែលហៅកាត់ថា PKK ហើយក៏បានធ្វើការបោះបោរពីភាគអាគ្នេយ៍នៃប្រទេសទូគីចាប់តាំងពីឆ្នាំ1984មកក្រុមសកម្មប្រយុទ្ធនេះបានធ្វើសង្គ្រាមទ័ពព្រៃប្រឆាំងនឹងរដ្ឋបាលទូគីអស់រយៈពេល35ឆ្នាំមកហើយចំនួននេះបានសម្លាប់មនុស្សប្រហែលជា40000នាក់ហើយក្រុម PKK ក៏ត្រូវបានចាត់ថ្នាក់ជាក្រុមភេរវករដោយសហរដ្ឋអាមេរិកសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសជាដើមហើយនេះគឺជាអ្វីដែលក្រុមជនជាតិខឺតបានជិបគាំងនៅក្នុងចំនួនរវាងរដ្ឋាភិបាលរបស់ពួកគេតែរៀងៗខ្លួនក៏ប៉ុន្តែបើទោះបីជាយ៉ាងនេះក្តីគោលដៅរួមរបស់ពួកគេមួយគឺការរួបរวมនិងការស្វែងរកបង្កើតរដ្ឋឯករាជ្យមួយសម្រាប់ខ្លួនឯង
ដោយមិនយូរប៉ុន្មានរដ្ឋបាលប្រទេសទាំងអស់នេះបានចាប់ផ្ដើមមើលឃើញពីសារៈសំខាន់នៃជនជាតិខឺតហើយក៏បានយកពួកគេប្រើប្រាស់ធ្វើជាឧបករណ៍ដើម្បីបម្រើផលប្រយោជន៍នយោបាយនិងយុទ្ធសាស្ត្រកាច់ពិបាកគ្នាទៅវិញទៅមកដូចជាស្ដេចនៅទសវត្សរ៍ឆ្នាំ1960ស្ដេចមហាម៉េតរេសាផាឡាវីរបស់អ៊ីរ៉ង់នឹងទីភ្នាក់ងារស៊ើបការសម្ងាត់ CIA បានបើកប្រតិបត្តិការសម្ងាត់មួយដើម្បីផ្ដល់ហេរ៉ាច់បទានអាវុធនិងថវិកាដល់ជនជាតិខឺតក្នុងការប្រឆាំងនឹងរបបសាដាមហ៊ូសេនដែលកំពុងតែក្លាយជាមេដឹកនាំដ៏មានឥទ្ធិពលបំផុតនៅក្នុងអ៊ីរ៉ាក់នៅក្នុងរយៈពេលតែ3ឆ្នាំតែប៉ុណ្ណោះ CIA បានផ្ដល់ថវិកាប្រមាណជា$16 លានដល់កងកម្លាំងខឺតការគ្រប់គ្រងឲ្យពួកខឺតប្រឆាំងនឹងសាដាមហ៊ូសេនមិនបានយូរប៉ុន្មានផងស្រាប់តែអ្វីៗក៏ត្រូវបានផ្លាស់ប្ដូរនៅក្នុងឆ្នាំ1975សាច់ឆានិងសាដាមហ៊ូសេនបានជួបចរចាគ្នានៅទីក្រុងអាល់ហ្សេរីនិងបានឈានទៅដល់ការធ្វើកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះរវាងពួកគេជាពិសេសពាក់ព័ន្ធនឹងតំបន់ទឹកសិតអាល់អារ៉ាប់ដែលជាផ្លូវចេញទៅសមុទ្រដ៏សំខាន់របស់អ៊ីរ៉ាក់ជាធ្នូមកវិញអ៊ីរ៉ង់បានបញ្ឈប់ការគ្រប់គ្រងដល់ចលនាពួកខឺតហើយភ្លាមៗបន្ទាប់ពីនោះសហរដ្ឋអាមេរិកក៏បានដកជំនួយចេញពីកងកម្លាំងពួកខឺតដូចគ្នាចឹងដែរពួកខឺតសឹងតែមិនជឿទេថាពួកគេត្រូវបានក្បត់ដោយសម្ព័ន្ធមិត្តដែលពួកគេទុកចិត្តជាទីបំផុតនោះគឺសហរដ្ឋអាមេរិកភ្លាមក្រោយពេលដែលសហរដ្ឋអាមេរិកបានដកខ្លួនចេញទៅពួកខឺតក៏ត្រូវបានរបបសាដាមហ៊ូសេនបានចូលទៅបង្ក្រាបយ៉ាងសាហាវឃោរឃៅហើយបើយោងតាមមេដឹកនាំខឺតជនស៊ីវិលខឺតប្រមាណជា182,000 នាក់ត្រូវបានសម្លាប់បន្តមកដល់ទសវត្សរ៍ឆ្នាំ1990សហរដ្ឋអាមេរិកបានចូលទៅរំដោះប្រទេសគុយវេតចេញពីការឈ្លានពានពីរបបសាដាមហ៊ូសេននៅក្នុងសង្គ្រាមឈូងសមុទ្រពាក់ក្រោមរដ្ឋបាល George W. Bush សហរដ្ឋអាមេរិកបានអំពាវនាវដល់ប្រជាជនអ៊ីរ៉ាក់នៃកាយស៊ីអ៊ីតនិងជនជាតិខឺតឲ្យងើបឈរផ្ដួលរំលំរបបផ្ដាច់ការសាដាមហ៊ូសេនដោយសម្អាងថាខ្លួនមានសហរដ្ឋអាមេរិកនៅពីក្រោយខ្នងពួកគេក៏បានងើបឈរបោះបោយ៉ាងខ្លាំងហើយជាថ្មីម្ដងទៀតសហរដ្ឋអាមេរិកបានត្រឹមឈរអបដៃមើលពីក្រោយខ្នងតែប៉ុណ្ណោះពលគឺពុំបានចូលទៅជួយអ្វីទាំងអស់នៅខណៈពេលដែលកងកម្លាំងអ៊ីរ៉ាក់បានទៅបង្ក្រាបការបោះបោររបស់ពួកខឺតនិងស៊ីអ៊ីតយ៉ាងសាហាវឃោរឃៅជាទីបំផុតការមិនធ្វើអ្វីដើម្បីការពារជនជាតិខឺតនិងជនស៊ីវិលវាបានធ្វើឲ្យរដ្ឋបាលលោកប៊ូសរងការរិះគន់យ៉ាងខ្លាំងទាំងហងស្រុកនិងអន្តរជាតិជាលទ្ធផលសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានដាក់តំបន់ហាមឃាត់នៃការហោះហើរ No Fly Zone នៅភាគខាងជើងនិងភាគខាងត្បូងអ៊ីរ៉ាក់ដើម្បីការពារពីការវាយប្រហារតាមដែនអាកាសរបស់កងទ័ពអ៊ីរ៉ាក់ហើយនៅចុងឆ្នាំ2013កងកម្លាំងអាមេរិកនិងខឺតបានចាប់ខ្លួនលោកសាដាមហ៊ូសេនហើយក្រោយមកលោកក៏ត្រូវបានតុលាការអ៊ីរ៉ាក់កាតូនិងបានប្រហារជីវិតពីបទឃាតកម្មនិងអ ក្រិតកម្មប្រឆាំងនឹងមនុស្សជាតិនៅក្រោយពេលដែលកងកម្លាំងសហរដ្ឋអាមេរិកបានផ្ដួលរំលំរបបសាដាមហ៊ូសេនជនជាតិខឺតបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំរដ្ឋធម្មនុញ្ញបណ្ដោះអាសន្នរបស់អ៊ីរ៉ាក់ហើយលោកតាឡាបានីក៏ត្រូវបានតែងតាំងជាប្រធានាធិបតីខឺតដំបូងគេបង្អស់របស់ប្រទេសអ៊ីរ៉ាក់ហើយចាប់តាំងពីពេលនោះមកជនជាតិខឺតអ៊ីរ៉ាក់ក៏ទទួលបានស្វ័យភាពដ៏សំខាន់មួយសម្រាប់ខ្លួនឯងក្នុងទម្រង់ជាតំបន់ស្វយ័តកណ្ដាលនៅក្នុងប្រទេសអ៊ីរ៉ាក់គឺរដ្ឋាភិបាលតំបន់ខឺឌីស្ថានបន្ទាប់ពីការឈ្លានពានរបស់សហរដ្ឋអាមេរិកនៅក្នុងឆ្នាំ2003ឥឡូវនេះយើងត្រឡប់ទៅមើលស្ថានភាពនៅក្នុងប្រទេសសេរីវិញម្ដងនៅក្នុងស្ថានភាពដ៏វឹកវរនៃសង្គ្រាមស៊ីវិលសេរីឆ្នាំ2011ក្រុមសកម្មប្រយុទ្ធខឺតបានសម្លឹងមើលឃើញអាកាសនិងបានដណ្ដើមយកទីក្រុងសំខាន់ៗពីកងកម្លាំងសេរីដោយពួកគេក៏បានរៀបចំខ្លួនដើម្បីការពារទឹកដីរបស់ខ្លួនពីការវាយប្រហាររបស់ក្រុមភេរវកម្ម ISIS ផងដែរក្រុមសកម្មប្រយុទ្ធខឺតបានបង្កើតអង្គភាពមួយដែលត្រូវបានគេស្គាល់ថាអង្គភាពការពារប្រជាជនឬ YPG ជាពាក្យកាត់អង្គភាពនេះបានលេចចេញជាក្រុមប្រដាប់អាវុធដ៏មានឥទ្ធិពលមួយនៅក្នុងអំឡុងសង្គ្រាមស៊ីវិលសេរីដែលបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ2011ក្រុម YPG បានបង្កើតមូលដ្ឋានទ័ពនៅភាគខាងជើងនៅពេលដែលកងកម្លាំងរដ្ឋាភិបាលសេរីបានដកថយដើម្បីបង្ក្រាបការបោះបោរប្រឆាំងនឹងប្រធានាធិបតី Bashar al-Assad នៅកន្លែងផ្សេងទៀតក្រុម YPG មានទំនាក់ទំនងយ៉ាងស្និទ្ធស្នាលជាមួយនឹងក្រុមសកម្មប្រយុទ្ធពួកខឺតនៅទូគីនោះគឺក្រុម PKK ឬក៏យើងអាចនិយាយបានមួយបែបទៀតថាក្រុម PKK ជាអ្នកជួយគ្រប់គ្រងពីក្រោយខ្នងស្របពេលជាមួយគ្នានោះផងដែរក្រុមភេរវកម្ម ISIS បាននឹងកំពុងតែបន្តកាន់កាប់ដែនដីមួយផ្នែកធំនៅក្នុងប្រទេសសេរីហើយសហរដ្ឋអាមេរិកដោយអស់សង្ឃឹមចំពោះសម្ព័ន្ធមិត្តដែលអាចទុកចិត្តបាននៅក្នុងប្រទេសសេរីពួកគេក៏បានបដូរយុទ្ធសាស្ត្រដោយបានទៅជួយជ្រោមជ្រែងជនជាតិខឺតក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹង ISIS ដោយធ្វើការវាយប្រហារតាមដែនអាកាសនិងដោយទ័ពថ្មើរជើងបើទោះបីជាយ៉ាងណាការសហការនេះបានបង្កជាបញ្ហាចម្រូងចម្រាសជាមួយនឹងសម្ព័ន្ធមិត្តមួយនោះគឺប្រទេសទូគីគឺជាសមាជិក NATO ហើយដែលបានមើលឃើញថា YPG គឺជាដៃជើងរបស់ក្រុម PKK ដែលបានធ្វើសង្គ្រាមប្រឆាំងជាមួយនឹងរដ្ឋទូគីអស់រយៈពេលជាង3ទសវត្សរ៍មកហើយដែលត្រូវបានសហរដ្ឋអាមេរិកសហភាពអឺរ៉ុបនិងចក្រភពអង់គ្លេសចាត់ទុក
ថាជាក្រុមភេរវកម្មទៀតនោះដូច្នេះការដែលសហរដ្ឋអាមេរិកទៅគ្រប់គ្រង YPG ត្រូវបានទូគីចាត់ទុកថាជាការសហការជាមួយនឹងក្រុមដែលពួកគេមើលឃើញថាជាក្រុមភេរវករបន្ថែមពីនេះទីក្រុងអង្ការ៉ាមានការព្រួយបារម្ភថាការបង្កើតតំបន់ខឺតស្វ័យភាពនៅតាមព្រំដែនសេរីទូគីអាចជំរុញឲ្យមានចលនាតស៊ូរបស់ជនជាតិខឺតនៅក្នុងទូគីនិងទៅពង្រឹងកម្លាំងរបស់ PKK ដែលអាចនឹងធ្វើការគំរាមកំហែងដល់សន្តិសុខជាតិរបស់ខ្លួនដើម្បីដោះស្រាយនៅបញ្ហានេះសហរដ្ឋអាមេរិកបានគ្រប់គ្រងឲ្យមានការដូរឈ្មោះ YPG ទៅជាកងកម្លាំងប្រជាធិបតេយ្យសេរី SDF ដើម្បីកាត់បន្ថយភាពជំរុញចម្រាស់ផ្នែកនយោបាយជាមួយនឹងការគ្រប់គ្រងពីសហរដ្ឋអាមេរិកកងកម្លាំង SDF បានដឹកនាំការប្រយុទ្ធនិងទទួលបានជោគជ័យក្នុងការកម្ចាត់ ISIS នៅក្នុងតំបន់យ៉ាងច្រើនឆាប់រហ័សក្រោយពីពេលដែល ISIS ត្រូវបានបញ្ចប់ឃឺតមានក្តីសង្ឃឹមថាអាចបង្កើតតំបន់ស្វ័យភាពមួយបានក៏ប៉ុន្តែទូគីបានដាក់សម្ពាធទៅលើសហរដ្ឋអាមេរិកឲ្យជ្រើសរើសរវាងការគ្រប់គ្រងសម្ព័ន្ធមិត្តរបស់ខ្លួនខឺតនិងការគោរពផលប្រយោជន៍របស់ទីក្រុងអង្ការ៉ានៅក្រោមសម្ពាធនេះលោកប្រធានាធិបតី Donald Trump បានសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីសេរីដែលនាំឲ្យកងកម្លាំង SDF បាត់បង់ការគ្រប់គ្រងដ៏សំខាន់ការដកថយនេះវាបានបើកផ្លូវឲ្យទូគីចូលមកវាយប្រហារទៅលើតំបន់ខឺតនៅភាគខាងជើងសេរីដើម្បីបំផ្លាញកងកម្លាំង YPG ដោយគ្មានការរារាំងពីអន្តរជាតិឡើយហើយនេះប្រៀបបានជាការក្បត់សារថ្មីម្ដងទៀតទៅលើពួកខឺតម្ល៉េះហើយបានជាជនជាតិខឺតចាត់ទុកតំបន់ព្រៃភ្នំជាមិត្តដ៏ស្មោះត្រង់បំផុតរបស់ពួកគេ No friends but the mountains រឿងរ៉ាវរបស់ជនជាតិខឺតគឺជាការតស៊ូយូរអង្វែងក្រោមសម្ពាធនយោបាយនិងការបែងចែកទឹកដីដោយមហាអំណាចចាប់តាំងពីចក្រភពអូតូម៉ង់ត្រូវបានដួលរលំមកជនជាតិខឺតត្រូវបានបំបែកទៅរស់នៅក្នុងប្រទេសអ៊ីរ៉ាក់អ៊ីរ៉ង់ស៊ីរីនិងទូគីដោយគ្មានរដ្ឋឯករាជ្យផ្ទាល់ខ្លួនឡើយក្នុងប្រទេសទាំងនោះពួកគេបានជួបប្រទះនឹងការគៀបសង្កត់ការលុបបំបាត់អត្តសញ្ញាណសិទ្ធិនិងចំនួនផ្ដាប់អាវុធជាច្រើនលើកជាច្រើនសារបើទោះបីជាយ៉ាងណាជនជាតិខឺតនៅតែបន្តតស៊ូស្វែងរកអត្តសញ្ញាណនិងការទទួលស្គាល់របស់ខ្លួនជារួមនេះវាបានបង្ហាញពីភាពស្មុគស្មាញនៃភូមិសាស្ត្រនយោបាយនៅមជ្ឈមបពានិងការតស៊ូរបស់ជនជាតិមួយដែលមិនធ្លាប់បោះបង់ក្តីស្រមៃក្នុងការសម្រេចជោគវាសនារបស់ខ្លួនឡើយ